សួស្តីបងប្អូនប្រជាកសិករទាំងអស់គ្នាដែលចូលចិត្តវិស័យកសិកម្មបាទថ្ងៃនេះមកថតជាមួយនឹងដើមតបែកពូជសៀមរាបលេខ2ដែលជាពូជថ្មីក្រោយពីការដាំរយៈពេល10ថ្ងៃមកឃើញថាដុះត្រួយនឹងច្រើនមែនតើបាទអញ្ចឹងក្រោយពីការដាំ10ថ្ងៃមកនិយាយរួមខ្ញុំក្តិចត្រួយតាំងពីខ្ញុំដាំខ្ញុំបានក្តិចត្រួយវាចេញបាទខ្ញុំមិនបានទុកត្រួយទេខ្ញុំបានក្តិចវាចេញហើយអញ្ចឹងក្រោយពីការក្តិចត្រួយមកឃើញថាវាមានការពកជាមួយនឹងត្រួយថ្មីខាងស្លឹកនេះគឺច្រើនមែនតើបាទអញ្ចឹង2 4 5 6 7ត្រួយដោយសារត្រួយមួយខាងនេះវាអត់ឃើញចេញមកបាទអញ្ចឹងពេលដែលក្តិចត្រួយហ្នឹងគឺមានការចេញមែកចេញត្រួយថ្មីហ្នឹងច្រើនមែនតើបាទអញ្ចឹងពូជដែលគេហៅថាពូជថ្មីនេះគឺជាពូជដែលបើសិនគិតថារឿងតម្លៃវិញគឺថ្លៃមែនតើបាទគ្រាន់តែ1មែកទូចប៉ុណ្ណឹងបាទ$7បាទ$7ថ្លៃដែរបាទបើសិនពូជថ្មីបាទប៉ុន្តែមិនជាបញ្ហាទេបើសិនជាបងប្អូនចង់បានពូជថ្មីហើយមិនសូវជាមានដើមទុនដូចជាខ្ញុំអញ្ចឹងបាទអញ្ចឹងយើងទិញមកតិចតួចមកហើយយើងក៏ព្យាយាមពង្រីកពូជដោយខ្លួនឯងអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងពូជសៀមរាបលេខ2នេះគឺជាពូជថ្មីហើយមានរសជាតិឆ្ងាញ់ហើយពណ៌នៅខាងក្នុងវាគឺវាមានពណ៌ដូចជាមួយនឹងហុងប៉ៅស៊ឺដូចជាមួយនឹងតបៃរូប៊ីដែរប៉ុន្តែគ្រាន់តែរសជាតិវាអាចជាវាមានភាពខុសគ្នាតិចតួចអញ្ចឹងណាបងប្អូនបាទហើយទំហំផ្លែនិងដងដើមស្លឹកអីវាខុសគ្នាតិចតួចបាទដោយសារតែស្លឹកជាមួយនឹងសៀមរាបលេខ2នេះគឺស្លឹកមាំហើយស្លឹកវារាងទៅវែងហើយវាក្រាស់ល្អបាទហ្នឹងហើយដើមវាមាំជាងបាទសង្ឃឹមថានឹងបានពូជច្រើនបើសិនជាបងប្អូនអាចមានចំណាប់អារម្មណ៍នៅពេលក្រោយអីបងប្អូនអាចសាកសួរជាមួយនឹងពូជបន្ថែមឬក៏ចង់យកទៅដាំនៅតាមផ្ទះមួយដើមពីរដើមអញ្ចឹងដើម្បីទុកហូបខ្លួនឯងឬក៏ចង់ធ្វើជាចំការអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងពូជនៅក្នុងនេះគឺយើងមានលោដល់3ពូជបាទដោយសារតែយើងសាកល្បងត្រឹមតែ3ពូជសិនទេបាទហើយមួយទៀតនេះគឺជាពូជគីមជូក្រហមបាទមិនមែនតបែកលាក់ទេគីមជូក្រហមវាមាននិយាយរួមទៅស្លឹកវាដូចតបែកយើងធម្មតានឹងដែរប៉ុន្តែគ្រាន់តែនៅក្នុងវាគឺវាមានពណ៌ក្រហមដែរពណ៌ផ្កាឈូកអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងក្រោយពីការក្តិចមែកក្តិចត្រួយមកអញ្ចឹងមានការចេញច្រើនដូចគ្នាបាទនេះពកមកច្រើនហើយបាទនេះរៀងយឺតបន្តិចដោយសារតែអានេះត្រួយវាថ្មីដល់ពេលត្រួយថ្មីខ្ញុំក្តិចទៅវាត្រូវការឲ្យចាស់ស្លឹកហើយបានវាចេញត្រួយមកចេញត្រួយអញ្ចឹងវារៀងយឺតជាងសៀមរាបលេខ2បន្តិចបាទយើងយឺតជាងបន្តិចហ្នឹងហើយអញ្ចឹងប៉ុន្តែគាត់ថា2 3 5 6 7 8 9 10ត្រួយបាទអញ្ចឹងចេញមក10ត្រួយហើយបាទត្រួយទូចនេះយើងអាចកាច់ចេញផ្លេសចេញកុំឲ្យវាដុះលឿនបាទហ្នឹងហើយមួយទៀតនេះគឺពូជហុងជួនស៊ឺបាទអញ្ចឹងហុងជួនស៊ឺនេះគឺចេញដែរហើយបាទយើងក្តិចត្រួយដូចគ្នាបាទចេញវាប្រហែលគ្នាប៉ុន្តែអានេះវាអាចត្រៀមនឹងចេញយូរហើយដល់ពេលអញ្ចឹងយើងស្របពេលយើងក្តិចត្រួយទៅវាក៏ចេញលឿនបាទវាក៏ចេញលឿនបាទហ្នឹងហើយនេះចេញមកហើយចេញច្រើនដូចគ្នា2 4 5 7 8បាទនៅក្នុងមួយត្រួយនេះមកក្នុងមួយដើមនេះគឺចេញច្រើនមែនតើបាទដែលជាចំណុចល្អមួយដែលសម្រាប់យើងពង្រីកពូជនៅពេលឆាប់ខាងមុខនេះបានច្រើនអញ្ចឹងណាបាទហ្នឹងហើយអានេះគឺហុងជួនស៊ឺបងប្អូនបាទហុងជួនស៊ឺមាន2ដើមអានេះវាដោយសារពេលការទិញមកហ្នឹងគឺវាមានពកមកស្រេចបាទដល់ពេលពកមកស្រេចអញ្ចឹងក្នុងរយៈពេលតែជាង10ថ្ងៃហ្នឹងគឺវាចេញបានប្រហែលស្លឹកដែរដូចជា2 4 6ស្លឹកវាចេញបាន6ស្លឹកទន្ទឹមនឹងហ្នឹងខ្ញុំគិតថានេះប្រហែលជាមិនមែនជាត្រួយដែលមិនមែនជាពកត្រួយទេអានេះជាពកផ្កាបាទជាពកផ្កាមិនមែនជាត្រួយទេប៉ុន្តែគ្រាន់ថានេះខ្ញុំអត់ទាន់បានត្រូវក្តិចចេញទេដោយសារយើងទុកមើលសិនបើសិនជាត្រួយយើងទុកវាប៉ុន្តែបើសិនជាផ្លែយើងត្រូវក្តិចវាចោលអញ្ចឹងណាហើយខាងនេះវាត្រួយខាងដើមវាត្រួយពីដើមវាអញ្ចឹងខ្ញុំបានក្តិចវាដែរខ្ញុំបានក្តិចអញ្ចឹងអាពីរខាងលើនេះវាចាប់ផ្ដើមចេញហើយព្រោះយើងក្តិចនេះយើងក្តិច
ស្លឹកដែលវានៅខ្ចីអញ្ចឹងអញ្ចឹងវាទាល់តែនេះរៀងចាស់បន្តិចបានវាចាប់ផ្ដើមចេញមកអញ្ចឹងវាចាប់ផ្ដើមចេញមកហើយបាទចាប់ផ្ដើមចេញមកហើយនៅខាងក្រោមនេះមានពកមកខ្លះដែរហ្នឹងហើយបាទអញ្ចឹងអរគុណច្រើនបងប្អូនបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ជាមួយនឹងពូជតបែកថ្មីអីបាទអាចជារយៈពេលខ្លីទៀតយើងនឹងមានពូជល្អចែកម្លែកអញ្ចឹងណាបងប្អូនបាទអរគុណច្រើន